សួស្តីបងប្អូនថ្ងៃនេះបានឆាផ្កាខាត់ណាខៀវជាមួយនឹងសាច់គោបងប្អូនចារនៅផ្កាខាត់ណាចង់ឃើញបងប្អូនលេងម្ទេសក្រហមពី3ផ្លែអញ្ចឹងទៅវាមានរសជាតិហឹរឆ្ងាញ់អញ្ចឹងណាបងប្អូនចាបងប្អូនកុំភ្លេចលេងម្ទេសឲ្យបងប្អូនវាធ្វើឲ្យកាន់តែរសជាតិនឹងកាន់តែឆ្ងាញ់បងប្អូនចាវិធីធ្វើមុនដំបូងគឺយើងលាងខ្ទឹមក្រហមនឹងឲ្យឈ្ងុយហើយយើងចាក់សាច់គោចូលរួចយើងដាក់អំបិលបន្តិចសាច់គោនឹងឲ្យរីងទឹកស្ងួតឆ្អិនបន្តិចហើយយើងដាក់គ្រឿងដូចជាម្សៅស៊ុបប៊ីចេងឬក៏ស្ករប្រេងខ្យងអីនឹងជាមួយគ្នាទឹកត្រីអីនឹងជាមួយគ្នាហើយកូរឲ្យវាឆ្អិនហើយឲ្យវាឡើងឈ្ងុយបងប្អូនចាចំពោះគ្រឿងបងប្អូនដាក់តាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ញ៉ាំចាបន្តមកគឺយើងដាក់បន្លែចូលតែម្ដងដាក់បន្លែហើយយើងកូរត្រឡប់ពេលរយៈពេល2-3នាទីទៅបងប្អូនដើម្បីឲ្យបន្លែនឹងឆ្អិនល្អបន្ទាប់ពីបន្លែនេះឆ្អិនហើយគឺបងប្អូនភ្លក់ទៅបងប្អូនចាតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ញ៉ាំចាចំពោះមុខម្ហូបខ្ញុំថ្ងៃហ្នឹងគឺឆ្អិនហើយបងប្អូនចាចាប់ផ្ដើមដួសដាក់ចានញ៉ាំជាមួយបាយរសជាតិឆ្ងាញ់មកអែមបងប្អូនជាមួយនឹងសាច់គោផុយៗអញ្ចឹងអរគុណ